ពេលខ្លះយើងមានអារម្មណ៍មិនល្អអារម្មណ៍រំជួលចិត្តហើយយើងពិបាកគ្រប់គ្រងនៅអារម្មណ៍របស់យើងនោះហើយយើងក៏ព្យាយាមប្រាប់ខ្លួនឯងឲ្យទប់អារម្មណ៍ទាំងនោះដូចជាកុំខឹងកុំយំត្រូវតែខ្លាំងឬក៏ត្រូវតែរឹងមាំហើយត្រូវតែគិតបែបហេតុផលជាដើមហើយយើងច្រើនតែងតែមើលឃើញអារម្មណ៍របស់ខ្លួនឯងថាជាសត្រូវនៃការគិតបែបហេតុផលរបស់យើងគិតថាបើយើងចង់ជោគជ័យគឺយើងត្រូវតែគ្រប់គ្រងអារម្មណ៍របស់យើងឬជួនកាលយើងត្រូវតែបិទអារម្មណ៍របស់យើងចោលទាំងស្រុងចោលតែម្ដងប៉ុន្តែបងប្អូនមានដឹងទេថានេះគឺជាកំហុសមួយតាមពិតទៅអារម្មណ៍របស់យើងវាគឺជាចំណុចកំណត់នៃតម្រូវការរបស់យើងទៅវិញនោះទេសាកស្រមៃមើលថាទូរស័ព្ទរបស់បងប្អូនមានសំឡេងជូនដំណឹងថាថ្មរបស់វាជិតអស់ហើយតើបងប្អូននឹងធ្វើអ្វីចំពោះទូរស័ព្ទរបស់បងប្អូនតើបងប្អូននឹងបិទសំឡេងជូនដំណឹងនោះចោលហើយបន្តប្រើប្រាស់វារហូតដល់វាអស់ថ្មទាំងស្រុងមែនដែរឬទេប្រាកដណាស់គឺបងប្អូនមិនប្រើប្រាស់វារហូតដល់អស់ថ្មនោះទេបងប្អូននឹងសាកថ្មរបស់វាអារម្មណ៍របស់យើងក៏ដូចជាសំឡេងជូនដំណឹងនោះដែរបងប្អូនវាមិនមែនជាការរំខាននោះទេតែវាគឺជាសញ្ញាដ៏មានតម្លៃបំផុតសម្រាប់យើងនៅក្នុងវីដេអូនេះគឺយើងនឹងរៀនអំពីរបៀបដែលបងប្អូនអាចប្រើអារម្មណ៍ជាទិន្នន័យដើម្បីយល់ពីខ្លួនឯងឲ្យបានកាន់តែស៊ីជម្រៅជាងមុនតើអារម្មណ៍ពិតគឺជាអ្វីអារម្មណ៍របស់យើងគឺជាបទពិសោធន៍ផ្លូវចិត្តរបស់យើងខ្លួនឯងដែលវាទាក់ទងទៅនឹងតម្រូវការផ្សេងៗរបស់យើងមានន័យថារាល់អារម្មណ៍ដែលយើងមានគឺវាកំពុងតែព្យាយាមប្រាប់យើងអំពីតម្រូវការអ្វីមួយមកដល់យើងឧទាហរណ៍អារម្មណ៍ដែលយើងឃ្លានគឺវាប្រាប់យើងថារាងកាយរបស់យើងត្រូវការអាហារវាគឺជាតម្រូវការជីវសាស្ត្ររបស់យើងអារម្មណ៍អស់កម្លាំង burn out វាកំពុងតែប្រាប់យើងថាខួរក្បាលរបស់យើងវាត្រូវការសម្រាកវាគឺជាតម្រូវការផ្លូវចិត្តរបស់យើងផ្ទាល់អារម្មណ៍ឯកោវាប្រាប់យើងថាបេះដូងរបស់យើងវាត្រូវការការតភ្ជាប់ជាមួយនឹងមនុស្សដទៃទៀតអារម្មណ៍ខឹងរបស់យើងវាប្រាប់យើងថាវាមានព្រំដែនណាមួយរបស់យើងវាត្រូវបានរំលោភបំពានពីអ្នកដទៃមកលើយើងបងប្អូនគិតមើលបើបងប្អូនមិនស្ដាប់អារម្មណ៍ឃ្លានរបស់បងប្អូននោះទេនោះរាងកាយរបស់បងប្អូននឹងចុះខ្សោយបើបងប្អូនមិនស្ដាប់អារម្មណ៍អស់កម្លាំងរបស់បងប្អូននោះទេនោះខួរក្បាលរបស់បងប្អូននឹងដួលរលំនិងអស់ថាមពលជាដើមបើអារម្មណ៍របស់យើងជាសញ្ញាប្រាប់ដល់យើងដ៏ល្អបែបនេះចុះហេតុអ្វីបានជាយើងគ្រប់គ្នាតែងតែគិតថាការមិនស្ដាប់អារម្មណ៍ផ្សេងទៀតគឺជារឿងល្អរបស់យើងទៅវិញត្រង់នេះសូមបងប្អូនយល់អំពីគំនិតមួយគឺចំណុចកំណត់របស់យើងតែយើងហៅវាថា threshold នៅក្នុងវិទ្យាសាស្ត្រព័ត៌មានវិទ្យាចំណុចកំណត់គឺជាកម្រិតដែលទិន្នន័យប្រែប្រួលពីធម្មតាទៅជាតម្រូវការសកម្មឧទាហរណ៍ការហត់នឿយបន្តិចបន្តួចវាគឺជារឿងធម្មតារបស់យើងប៉ុន្តែនៅពេលដែលវាលើសដល់ចំណុចកំណត់វានឹងក្លាយទៅជាអស់កម្លាំងដែលយើងហៅវាថា burn out ដែលតម្រូវឲ្យយើងត្រូវមានសកម្មភាពភ្លាមៗនៅពេលដែលយើងមើលរំលងចំណុចកំណត់ទាំងនេះប្រព័ន្ធនៅក្នុងខ្លួនរបស់យើងនឹងកើត stress ហើយវានឹងធ្វើការកាន់តែគ្មានប្រសិទ្ធភាពតើបងប្អូនធ្លាប់ឃើញមនុស្សដែលធ្វើការហួសកម្លាំងរហូតដល់ដួលសន្លប់ដែរឬទេនោះហើយគឺជាលទ្ធផលនៃការមើលរំលងចំណុចកំណត់ទាំងអស់នេះរាងកាយរបស់គាត់បានផ្ញើសញ្ញាជាច្រើនដងក៏ប៉ុន្តែគាត់មិនបានស្ដាប់រាងកាយរបស់គាត់នោះទេទីបំផុតរាងកាយរបស់គាត់ត្រូវបានបិទខ្លួនឯងដោយបង្ខំតើយើងត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យយើងធ្លាក់នៅក្នុងបញ្ហាមួយនេះជំនួសឲ្យការវិនិច្ឆ័យលើអារម្មណ៍របស់បងប្អូនសូមបងប្អូនមើលវាថាជាទិន្នន័យជំនួសវិញនេះគឺជាការផ្លាស់ប្ដូរផ្នត់គំនិតមួយដ៏អស្ចារ្យជំនួសឲ្យការនិយាយថាខ្ញុំមិនគួរខឹងទេចូលសួរខ្លួនឯងថាតើអារម្មណ៍នេះកំពុងតែចង្អុលទៅរកតម្រូវការអ្វីតើខ្ញុំបានឆ្លងកាត់ចំណុចកំណត់ណាមួយហើយឬនៅដើម្បីអនុវត្តវាបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងខ្ញុំសូមណែនាំវិធីសាស្ត្ររបស់អ្នកស្រាវជ្រាវផ្លូវអារម្មណ៍3ជំហានដល់បងប្អូនជំហានទី1គឺការស្កេនអារម្មណ៍ជាប្រចាំថ្ងៃនៅពេលព្រឹកថ្ងៃត្រង់ហើយនឹងយប់សួរខ្លួនឯងថាខ្ញុំកំពុងមានអារម្មណ៍អ្វីសូមកត់ត្រាវាចុះដោយមិនវិនិច្ឆ័យទៅលើវាបងប្អូនគ្រាន់តែធ្វើការអង្កេតវាទៅបានហើយជំហានទី2គឺការបង្កើតបញ្ជីចំណុចកំណត់ផ្ទាល់ខ្លួនរបស់បងប្អូនកំណត់សញ្ញាដែលប្រាប់បងប្អូនថាបងប្អូនកំពុងតែខិតទៅជិតចំណុចកំណត់ឧទាហរណ៍ចំណុចកំណត់នៃការហត់នឿយរបស់បងប្អូនដូចជាការគេងមិនលក់រយៈពេល2យប់ជាប់គ្នាជាដើមចំណុចកំណត់នៃភាពឯកោរបស់បងប្អូនដូចជាការមិនបាននិយាយជាមួយនរណាម្នាក់ក្រៅពីការងាររបស់បងប្អូនអស់រយៈពេល3ថ្ងៃជាដើមចំណុចកំណត់នៃការខ្វះអត្ថន័យសម្រាប់ខ្លួនឯងដូចជាបងប្អូនមានអារម្មណ៍ថាការងារដែលខ្លួនឯងកំពុងតែធ្វើគឺធ្វើហាក់បីដូចជាគ្មានគោលបំណងអ្វីសោះអស់រយៈពេល1សប្តាហ៍ហើយជាដើមជំហានទី3គឺធ្វើសកម្មភាពជាមុនដែលយើងហៅវាថា proactive action នៅពេលដែលឃើញសញ្ញាកុំរងចាំឲ្យវាคล้ายទៅជាវិបត្តិរបស់បងប្អូនចូលចាត់វិធានការភ្លាមៗទៅលើវាបើបងប្អូនឃើញសញ្ញានៃការអស់កម្លាំង
ចូលសម្រាប់មុនពេលដែលបងប្អូនដួលឬក៏បាក់កម្លាំងបងប្អូនអារម្មណ៍មិនមែនជាសត្រូវនៃហេតុផលរបស់យើងនោះទេវាគឺជាដៃគូដ៏មានតម្លៃបំផុតរបស់យើងវាជាប្រព័ន្ធសញ្ញាដ៏ស្មុគស្មាញមួយដែលត្រូវបានរចនាឡើងដើម្បីជួយយើងឲ្យរស់នៅបានល្អហើយនឹងទទួលបានភាពជោគជ័យនៅក្នុងជីវិតរបស់យើងនៅពេលដែលបងប្អូនចាប់ផ្ដើមមើលអារម្មណ៍ថាជាទិន្នន័យជាជាងការរំខានបងប្អូននឹងឃើញថាការសម្រេចចិត្តរបស់បងប្អូននឹងកាន់តែច្បាស់លាស់ជាងមុនសុខភាពផ្លូវចិត្តរបស់បងប្អូននឹងកាន់តែល្អជាងមុនហើយបងប្អូននឹងលែងមានអារម្មណ៍ថាជាប់គាំងនៃវិបត្តិផ្លូវអារម្មណ៍របស់បងប្អូនទៀតហើយសូមបងប្អូនកុំបិទសំឡេងជូនដំណឹងរបស់អារម្មណ៍បងប្អូនទៀតសូមស្ដាប់វាយល់ពីវានិងធ្វើសកម្មភាពតាមវាព្រោះនៅទីបំផុតអារម្មណ៍របស់បងប្អូនមិនមែនជាបន្ទុករបស់បងប្អូននោះទេតែវាគឺជាដៃគូដ៏មានតម្លៃបំផុតក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់បងប្អូនផ្ទាល់